ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទ Selhan ស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំតាក់ទងជាមួយនឹងការរៀនភាសាចិនមុននឹងចាប់ផ្ដើមតាក់ទងនឹងវីដេអូខ្ញុំក៏សូមធ្វើការបត់បង្ហាញតាក់ទងជាមួយនឹងតើហេតុអ្វីបានយើងអាចនិយាយភាសាចិនបានមុននឹងយើងអាចនិយាយភាសាចិនបានគឺយើងឆ្លងកាត់រហូតដល់4ជំហានសំខាន់ផងជំហានទី1យើងរៀនអំពី Pinyin Pinyin វាជាអក្សរឡាតាំងប្រើសម្រាប់បង្ហាញសំឡេងភាសាចិននៅក្នុង Pinyin យើងមានដូចជាព្យញ្ជនៈយើងមានស្រៈហើយជាមួយនឹងសំឡេងឡើងចុះនៃភាសាចិនជំហានទី2គឺអក្សរចិនយើងត្រូវរៀនសរសេរអក្សរចិននីមួយៗនិងអត្ថន័យវាហើយចាប់ផ្ដើមពីអក្សរងាយៗដូចជារិនតានីវ៉ាជាមួយនឹងការស្វែងរកពាក្យផ្សេងៗទៀតដែលងាយស្រួលសម្រាប់យើងសរសេរចា៎បាទហើយជំហានទី3គឺរៀនពាក្យនិងប្រយោគអញ្ចឹងរៀនពាក្យប្រើប្រាស់ប្រចាំថ្ងៃដូចជាឧទាហរណ៍ពាក្យសួរនីហៅសៀសៀចៃជៀនយើងអាចរៀនពាក្យជាប្រចាំថ្ងៃហើយជាមួយនឹងការបង្កើតប្រយោគតែទៅនឹងការបង្កើតប្រយោគសាមញ្ញហើយដូចជាយើងអាចគុំចូលគ្នាមកវ៉ាសឺសៀសឹងខ្ញុំគឺជាសិស្សឬក៏យើងអាចនិយាយបានថានេះហៅមកអញ្ចឹងយើងអាចបង្កើតប្រយោគដោយខ្លួនឯងយើងរៀនពាក្យជាប្រចាំហើយយើងអាចបង្កើតប្រយោគដោយខ្លួនឯងងាយបាទអញ្ចឹងអានឹងជាជំហានទី3ជំហានទី4គឺការអនុវត្តអញ្ចឹងតកតងជាមួយនឹងការអនុវត្តនេះយើងអាចនិយាយតាមវីដេអូតាម YouTube ឬក៏ TikTok Facebook ឲ្យតែមានជាសំឡេងភាសាចិនយើងអាចនិយាយបានតាមវីដេអូហ្នឹងជារៀងរាល់ថ្ងៃបែរឲ្យជាមួយនឹងយើងអាចអានទៅលើអត្ថបទឬក៏យើងរៀនពីគ្រូរបស់យើងបន្ថែមហើយជាមួយនឹងការសរសេរអនុវត្តផងដែរហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូទី1ហើយវីដេអូទី2យើងនឹងរៀនអំពី Pinyin ដែលខ្ញុំបានលើកយកមកនិយាយហ្នឹងគឺជំហានទី1របស់យើងនឹងយើងចាប់ផ្ដើមទាំងអស់គ្នានៅវីដេអូបន្ទាប់គឺយើងរៀនអំពី Pinyin មានដូចជាព្យញ្ជនៈសឹងមូយើងរៀនអំពី in មូស្រៈហើយជាមួយនឹងផ្សឹងកៅយើងរៀនអំពីសំឡេងឡើងចុះបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់